ខ្ញុំចែករំលែកអ្នកទាំងអស់គ្នា expression មួយទៀតនៅពេលដែលយើងត្រូវទៅប្រឡងជាពិសេសក្នុងពេលនេះតែម្ដងក្នុងពេលនេះមិនមែនក្នុងពេលថ្ងៃហ្នឹងទេណាក្នុងបច្ចុប្បន្នហ្នឹងនៅពេលដែលអ្នកណាម្នាក់គាត់ទៅប្រឡង exam civic ឬក៏គាត់ទៅប្រឡង DELF B1 B2 អីចឹងទៅអញ្ចឹងអ្នកដែលរៀនជាមួយគ្នាហ្នឹងជូនពរឲ្យមិនអញ្ចឹងហ៎អូសូមឲ្យប្រឡងជាប់ណាសំណាងល្អអីចឹងទៅ clear តែធម្មតាដែលយើងនិយាយនោះគឺ je te souhaite ou je vous souhaite bonne chance chance គឺសំណាង bon បានន័យថាល្អជា adjective វាយោងទៅតាម chance ដែលជានាមភេទស្រីក្នុង féminin donc bonne chance ប៉ុន្តែ clear je te souhaite bonne chance ជនជាតិបារាំងតែម្ដងគាត់មិនសូវជាប្រើទេពីព្រោះ clear ហ្នឹងគេថាកាលណារបៀបដូចខ្មែរយើងនេះខ្ញុំធ្លាប់លើកគេនិយាយអំពី croyance ជំនឿណាថាកាលណាយើងនិយាយអាហ្នឹងច្រើនទៅផ្ទុយអញ្ចឹងដូចគេសរសើរកូនក្មេងអញ្ចឹងអូយគួរឲ្យស្អប់បានន័យថាគួរឲ្យស្រឡាញ់អីអញ្ចឹងទៅដើម្បីកុំឲ្យក្មេងវាឈឺអីអញ្ចឹងណាហ្នឹងគឺចាស់ពីដើមអញ្ចឹងចំពោះ je te souhaite bonne chance ហ្នឹង clear មួយដែលគេនិយាយនៃធៀបគឺគេថា je te dis merde je te dis merde merde អ្នកដែលគាត់និយាយគាត់ដឹងហើយ merde មានន័យថាសាមអាចគួយទេ merde ឬក៏ចុយម៉ាយឧទាហរណ៍ដល់ទៅពេលថា merde ហ្នឹងបកប្រែឲ្យចំន័យរបស់វាគឺកាកាអាចសัตว์អាចអីចឹងទៅ merde អញ្ចឹងនៅពេលដែលគេជូនពរគ្នាអូយើងគេនិយាយថា je te souhaite bonne chance គេនិយាយថា je te dis merde នៅពេលដែលយើងធ្វើអីមួយគេជូនពរយើងអញ្ចឹងគេនិយាយចឹងមកទីឆ្ងល់ខឹងគេមកស្អីថាអីអញអាហ្នឹងគឺគេជូនពរយើងហ្នឹងឯង merde je te dis merde ça veut dire je te dis bonne chance